កងទ័ពអាមេរិករាប់ម៉ឺននាក់កំពុងត្រៀមសម្រុកចូលប្រទេសអ៊ីរ៉ង់ក្រោមបទបញ្ជារបស់លោក Donald Trump ត្រឹមតែ22ថ្ងៃប៉ុណ្ណោះរចនាសម្ព័ន្ធយោធាអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានរងការវាយខ្ទេចស្ទើរតែទាំងស្រុងខណៈអាមេរិកកំពុងក្តប់ច្រកសមុទ្រដ៏សំខាន់បំផុតនៅលើលោកតើស្ថានភាពពិតប្រាកដនៅមជ្ឈបូព៌ាកំពុងដើរដល់ចំណុចណាថ្ងៃនេះយើងនឹងលាតត្រដាងព័ត៌មានក្តៅគគុកនេះទាំងអស់គ្នាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានរាយការណ៍ថាលោកបានដាក់ចេញបទបញ្ជាទៅកាន់ក្រសួងការពារជាតិឲ្យរៀបចំកម្លាំងទ័ពជើងគោកដែលមានឥទ្ធិពលបំផុតដើម្បីវាយលុកចូលទៅប្រទេសអ៊ីរ៉ង់ក្នុងករណីដែលកងទ័ពម៉ារីនសហរដ្ឋអាមេរិកវាយយកបានច្រកសមុទ្រ Hormuz និងតំបន់កកចំនួន3នៅឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់នៅពេលនេះសង្គ្រាមវាយលុកយកច្រកសមុទ្រ Hormuz មកពីដៃរបស់កងបដិវត្តន៍អ៊ីរ៉ង់កំពុងតែចាប់ផ្ដើមឧទ្ធម្ភាគចក្រ Apache និងកងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកកំពុងបើកប្រតិបត្តិការវាយប្រហារទៅលើនាវាចម្បាំងរបស់អ៊ីរ៉ង់ព្រមទាំងវាយទៅលើកាណោតនិងកងម៉ារីនរបស់អ៊ីរ៉ង់ដែលឈរជើងនៅតំបន់ច្រកសមុទ្រ Hormuz នោះបើទោះបីជាមានសេចក្តីរាយការណ៍មកថាអ៊ីរ៉ង់បានបញ្ជូនទ័ពជើងគោករបស់ខ្លួនរាប់ម៉ឺននាក់ចូលទៅអន្តរាគមន៍ជួយកងនាវាចម្បាំងនិងកងទ័ពរបស់ខ្លួនក៏ដោយក្នុងការប្រតិបត្តិការនៅពេលនេះសហរដ្ឋអាមេរិកកំពុងតែវាយសន្ធាប់យ៉ាងខ្លាំងទៅលើឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ទីតាំងនៃការតម្លើងជើងទុំបាញ់មីស៊ីលនិងកំភ្លើងធំរបស់អ៊ីរ៉ង់ត្រូវបានកំទេចជាមួយនឹងទីតាំងលេនដ្ឋានទ័ពនៅក្នុងរូងក្រោមដីក៏ត្រូវបានកំទេចផងដែរគេពុំដឹងថាតើនាវាចម្បាំងរបស់អ៊ីរ៉ង់នៅសល់ប៉ុន្មានគ្រឿងទៀតទេដែលបានដាក់ពង្រាយនៅច្រកសមុទ្រ Hormuz សម្រាប់កងទ័ពសហរដ្ឋអាមេរិកបានអះអាងថានាវាចម្បាំងរបស់អ៊ីរ៉ង់ជាង60គ្រឿងត្រូវបានកំទេចហើយនាវាផ្សេងទៀតដែលដឹកភ័ស្តុភារកងទ័ពរាប់ទាំងទ័ពម៉ារីននិងកាណោតដែលប្រតិបត្តិការលឿនរហ័សរបស់អ៊ីរ៉ង់នោះប្រមាណជា350គ្រឿងក៏ត្រូវបានកំទេចផងដែរប៉ុន្តែសេចក្តីរាយការណ៍មួយពីប្រទេសអ៊ីរ៉ង់បានឲ្យដឹងថាពួកគេនៅតែមានសមត្ថភាពក្នុងការប្រយុទ្ធនៅច្រកសមុទ្រ Hormuz នៅពេលនេះបណ្ដាញផ្សាយព័ត៌មាន CBS News បានចុះផ្សាយដោយស្រង់ប្រភពជាច្រើនបានឲ្យដឹងថាមេបញ្ជាការជាន់ខ្ពស់របស់សហរដ្ឋអាមេរិកជាច្រើនរូបកំពុងតែរៀបចំកម្លាំងទ័ពជើងគោករបស់អាមេរិកទៅតាមការបញ្ជារបស់លោក Donald Trump ហើយកំពុងតែពិនិត្យលើការប្រើប្រាស់យុទ្ធសាស្ត្រទ័ពជើងគោកថាតើត្រូវវាយលុកដោយរបៀបណានៅពេលនេះមេបញ្ជាការទ័ពសហរដ្ឋអាមេរិកកំពុងតែប្រឹក្សាគ្នាថាតើទិសដៅដែលត្រូវវាយចូលក្នុងប្រទេសអ៊ីរ៉ង់នោះត្រូវវាយដោយរបៀបណានៅពេលដែលកងទ័ពម៉ារីនចាប់យកបានចំណុចតានតឹងនៃច្រកសមុទ្រ Hormuz និងកោះមួយដែលមានឈ្មោះថា Kark ដែនកោះរបស់អ៊ីរ៉ង់មួយនេះស្ថិតនៅចម្ងាយ40គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីរ៉ង់ដែលជាមូលដ្ឋានទ័ពនិងជាទីតាំងឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ត្រូវបានកំពុងតែឆេះសន្ធោសន្ធោនៅពេលនេះក្រោយកងយន្តហោះចម្បាំងរបស់អាមេរិកទម្លាក់គ្រាប់បែកកាលពីពេលថ្មីនេះទៅលើគោលដៅទីតាំងកងទ័ពអ៊ីរ៉ង់នៅលើកោះខាកចំនួន90ទីតាំងប៉ុន្តែសេចក្តីរាយការណ៍បានឲ្យដឹងថាយន្តហោះចម្បាំងរបស់អាមេរិកនៅតែបន្តទម្លាក់គ្រាប់បែកទៅលើកោះខាកនេះនិងទៅលើគោលដៅជាច្រើននៅតាមឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ពាសពេញឆ្នេរសមុទ្រនៃឈូងសមុទ្រប៉ែកនិងច្រកសមុទ្រ Hormuzអាមេរិកបានបញ្ជូនក្រុមនាវាវាយលុកនៃកងទ័ពម៉ារីនចំនួនច្រើនគ្រឿងដែលមានកម្លាំងទ័ពរហូតដល់ 5,000 នាក់ត្រូវបានដាក់ពង្រាយហើយកំពុងតែបើកប្រតិបត្តិការវាយលុកជាមួយគ្នានេះនាវាចម្បាំងចំនួន3គ្រឿងដែលបញ្ជូនចេញពីឆ្នេរសមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ាក៏បានចូលទៅប្រតិបត្តិការផងដែរសហរដ្ឋអាមេរិកបានដាក់កងទ័ពរបស់ខ្លួនប្រមាណជា 50,000 នាក់រួចទៅហើយឲ្យឈរជើងនៅតំបន់មជ្ឈិមបូព៌ាតែនៅពេលនេះប្រតិបត្តិការរបស់កម្លាំងទ័ពសហរដ្ឋអាមេរិកគឺកងទ័ពម៉ារីនដែលមានចំនួន 5,000 ទៅ 6,000 នាក់នោះពួកគេត្រូវបានកំណត់ឲ្យវាយយកច្រកសមុទ្រ Hormuz ពីដៃរបស់កងបដិវត្តន៍អ៊ីរ៉ង់និងចាប់យកកោះខាកពីប្រទេសអ៊ីរ៉ង់នៅពេលនេះលោកស្រី Caroline Leavitt អ្នកនាំពាក្យសេតាវិមានបានបញ្ជាក់ថាវាជាកាតព្វកិច្ចរបស់ក្រសួងការពារជាតិក្នុងការរៀបចំកម្លាំងទ័ពជើងគោករបស់ខ្លួនជាមួយនឹងការបញ្ជាដោយអគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកសម្រាប់ប្រតិបត្តិការវាយលុកដោយទ័ពជើងគោកនោះលោក Donald Trump ចង់ចាប់យកតំបន់នៃរោងចក្រចម្រាញ់សារធាតុអ៊ូរ៉ាញញ៉ូមប៉ុន្តែនៅពេលនេះលោក Donald Trump ត្រូវបានគេឲ្យដឹងថាលោកកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រទូលំទូលាយក្នុងការវាយលុកចូលខាងក្នុងទឹកដីប្រទេសអ៊ីរ៉ង់ជាមួយនឹងកងទ័ពដែលអាចមានលើសពី 60,000 នាក់ទៅទៀតនៅពេលនេះអ្នកជំនាញមើលឃើញថាសហរដ្ឋអាមេរិកដែលប្រុងប្រៀបលើកទ័ពជើងគោកវាយចូលទៅខាងក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់នោះលុះត្រាតែសហរដ្ឋអាមេរិកវាយយកបានច្រកសមុទ្រ Hormuz និងកោះចំនួន3ដែលជាដែនកោះរបស់អ៊ីរ៉ង់នៅជាប់នឹងឆ្នេរសមុទ្ររបស់វា
ត្រូវចាប់យកកោះទាំងនោះឲ្យបានដើម្បីស្ថាបនាមូលដ្ឋានទ័ពរបស់ខ្លួនប៉ុន្តែក៏ត្រូវតែចាប់យកតំបន់ខាងក្នុងទឹកដីតាមឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ផងដែរដើម្បីធ្វើជាតំបន់ទ្រនាប់យោធារបស់សហរដ្ឋអាមេរិកប្រសិនបើចាប់យកបានតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់នោះសហរដ្ឋអាមេរិកមានឱកាសក្នុងការពង្រីកទ័ពនិងបញ្ជូនទ័ពជើងគោកតាមរយៈនាវាផ្ទុកយន្តហោះនិងនាវាចម្បាំងគ្រប់គ្រងប៉ុន្តែអ្នកជំនាញមានប្រសាសន៍ថាការលើកទ័ពជើងគោកចូលប្រទេសអ៊ីរ៉ង់គឺជាការដែលត្រូវប្រឈមនឹងការបាត់បង់យ៉ាងធំធេងបំផុតចំណែកឯអ៊ីស្រាអែលវិញក៏បានបង្ហាប់ឲ្យដឹងថាខ្លួននឹងសហការជាមួយសហរដ្ឋអាមេរិកក្នុងការបើកប្រតិបត្តិការដោយកងទ័ពជើងគោកផងដែរគេពុំដឹងថាតើកងទ័ពជើងគោករបស់អ៊ីស្រាអែលត្រូវប្រតិបត្តិការដោយរបៀបណានោះទេនៅខណៈដែលប្រទេសនេះកំពុងតែវាយលុកដោយទ័ពជើងគោកចូលទៅផ្នែកខាងត្បូងនៃប្រទេសលីបង់និងតំបន់ហ្គាហ្សាអ្វីដែលសំខាន់អ្នកជំនាញនៅតែមើលឃើញថាសហរដ្ឋអាមេរិកអាចវាយលុកឆាប់យកតំបន់ណាមួយធ្វើជាតំបន់ទ្រនាប់របស់ខ្លួននៅតាមឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ដោយប្រើប្រាស់ការវាយប្រហារពីកម្លាំងទ័ពអាកាសដើម្បីបាញ់ស្កាត់និងកំទេចកងទ័ពរថប៉ាដែកនិងកងកំភ្លើងធំរបស់អ៊ីរ៉ង់អ៊ីស្រាអែលដែលសន្យាថាខ្លួននឹងជួយអន្តរាគមន៍ក្នុងការវាយលុកដោយទ័ពជើងគោកនេះគឺត្រូវមានភារកិច្ចទប់ស្កាត់ចលនារបស់ទ័ពជើងគោកនៃប្រទេសអ៊ីរ៉ង់ប៉ុន្តែអ៊ីរ៉ង់អះអាងថាខ្លួននឹងបញ្ចេញទ័ពរហូតដល់ទៅ 60,000 នាក់ដើម្បីវាយបកលើគោលដៅទាំងអស់នៃការចូលលុកលុយដោយកងទ័ពអាមេរិកឬក៏កងទ័ពអ៊ីស្រាអែលប៉ុន្តែនៅតំបន់មួយនៅតាមព្រំដែនជាប់នឹងអ៊ីរ៉ង់នោះមានការប្រមូលផ្ដុំកម្លាំងទ័ពបះបោរដែលមានជាង 10,000 នាក់កំពុងតែបំពាក់អាវុធនិងវឹកហ្វឺនដោយទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក CIA កម្លាំងទ័ពនេះក៏ជាផ្នែកមួយនៃការជួយអន្តរាគមន៍គាំទ្រដល់កងទ័ពសហរដ្ឋអាមេរិកផងដែរទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ទាំងលោក Donald Trump សុទ្ធតែបានអះអាងថាប្រតិបត្តិការរបស់កងទ័ពសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមគ្នានេះកំពុងតែទទួលបានជោគជ័យហើយនៅពេលនេះដោយគ្រាន់តែរងចាំមើលថាតើការបញ្ចប់សង្គ្រាមនឹងធ្វើឡើងដោយរបៀបណាតែប៉ុណ្ណោះទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ទាំងលោក Donald Trump បានអះអាងថារចនាសម្ព័ន្ធយោធារបស់កងបាក់ឌីវ៉តត្រូវបានកំទេចទីបញ្ជាការទំនាក់ទំនងចារកម្មរបស់អ៊ីរ៉ង់ត្រូវបានកំទេចហើយជាពិសេសទីតាំងកងទ័ពរថប៉ះដែកនិងកងកំភ្លើងធំរបស់អ៊ីរ៉ង់កំពុងតែត្រូវបានតាមកំទេចដោយការវាយប្រហារពីយន្តហោះចម្បាំងរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកតាមលោក Donald Trump បានអះអាងថាអ៊ីរ៉ង់កំពុងតែបាត់បង់សមត្ថភាពយ៉ាងខ្លាំងក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ទៅលើគោលដៅរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលហើយមីស៊ីលរយៈចម្ងាយខ្លីក៏ត្រូវបានកំទេចផងដែរលោក Donald Trump ក៏ដូចជាទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិកបានអះអាងថាលទ្ធភាពក្នុងការប្រើប្រាស់មីស៊ីលរបស់អ៊ីរ៉ង់នៅសល់មិនដល់ 10% នោះទេនៅខណៈដែលការប្រើប្រាស់របស់ពួកគេត្រូវបានកាត់បន្ថយរហូតដល់ទៅ 95% យ៉ាងណាក៏ដោយសេចក្តីរាយការណ៍នៅថ្ងៃនេះនៅតែឲ្យដឹងថាអ៊ីរ៉ង់នៅតែមានសមត្ថភាពក្នុងការវាយប្រហារទៅលើគោលដៅមួយចំនួននៅខាងក្នុងប្រទេសអារ៉ាប់ដែលក្នុងនោះគេដឹងថាអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោង ballistic missile វាយទៅលើមូលដ្ឋានទ័ពរបស់អាមេរិកនៅលើទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអេមីរ៉ាតអារ៉ាប់រួមប៉ុន្តែមីស៊ីលរបស់អ៊ីរ៉ង់ដែលវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកភាគច្រើនត្រូវបានបាញ់ស្កាត់ទាន់ពេលវេលាការវាយប្រហារដោយ drone របស់អ៊ីរ៉ង់ចំនួន20គ្រឿងក៏ត្រូវបានបាញ់ទម្លាក់ផងដែរដែលអ៊ីរ៉ង់បានវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីតនៅព្រឹកថ្ងៃសៅរ៍នេះជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍ថាអ៊ីរ៉ង់បានបាញ់មីស៊ីលចំនួន2គ្រាប់ចូលទៅតំបន់មូលដ្ឋានទ័ពរួមគ្នារបស់សហរដ្ឋអាមេរិកនិងអង់គ្លេសនៅកោះ Diego Garcia ដែលស្ថិតនៅផ្នែកមួយនៃមហាសមុទ្រឥណ្ឌានេះបើតាមការចុះផ្សាយរបស់កាសែត Wall Street Journal ប៉ុន្តែមីស៊ីលមួយគ្រាប់របស់អ៊ីរ៉ង់មិនបានសម្រេចគោលដៅរបស់ខ្លួននោះទេគឺវាបានធ្លាក់ដោយមិនចំគោលដៅចំណែកឯមីស៊ីលមួយគ្រាប់ទៀតត្រូវបានបាញ់ស្កាត់មូលដ្ឋានទ័ពរួមគ្នារបស់អាមេរិកនិងអង់គ្លេសនៅផ្នែកមួយនៃមហាសមុទ្រឥណ្ឌានោះវាស្ថិតនៅចម្ងាយដល់ទៅ 4,000 គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់មីស៊ីលដែលអ៊ីរ៉ង់ព្យាយាមបាញ់ទៅលើមូលដ្ឋានទ័ពនោះវាមិនបានហោះទៅដល់គោលដៅរបស់ខ្លួននោះទេដោយសារព័ត៌មាន The Intercept បានបញ្ជាក់ថាមីស៊ីលរបស់អ៊ីរ៉ង់នោះការពិតវាហោះបានត្រឹមតែជាង 2,000 គីឡូម៉ែត្រតែប៉ុណ្ណោះចំណែកឯទឹកដីអ៊ីស្រាអែលនោះវិញអ៊ីរ៉ង់នៅតែបន្តបាញ់ដោយមីស៊ីលរយៈចម្ងាយឆ្ងាយទៅលើទីក្រុង Tel Aviv ទីក្រុង Jerusalem និងទៅលើរោងចម្រាញ់ប្រេងរបស់អ៊ីស្រាអែលផងដែរប៉ុន្តែការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់មានការធ្លាក់ចុះយ៉ាងខ្លាំងតែសម្រាប់អ៊ីស្រាអែលវិញបានប្រកាសថារដ្ឋធានីតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់កំពុងធ្លាក់នៅក្នុងការវាយប្រហារយ៉ាងសន្ធាប់ដោយការទម្លាក់គ្រាប់បែកនិងបាំងមីស៊ីលពីសំណាក់កងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល
ហើយអ៊ីស្រាអែលសង្ឃឹមថារដ្ឋធានីនេះនឹងត្រើសធ្លាក់នៅក្នុងដៃរបស់កម្លាំងបេះបូរប្រជាជននៅពេលដ៏ឆាប់ខាងមុខនេះប្រតិបត្តិការទ័ពអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមកដល់ពេលនេះចូលដល់ថ្ងៃទី22ហើយអ្នកជំនាញមើលឃើញថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងតែមានព្រៀបខ្លាំងនិងអាចសម្រេចបានគោលដៅនៃការវាយទៅលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់នៅទូទាំងប្រទេសព្រោះតែលំហអាកាសរបស់អ៊ីរ៉ង់កំពុងធ្លាក់នៅក្នុងដៃរបស់កងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលស្ថានភាពនៅតែបន្តប្រែប្រួលយ៉ាងឆាប់រហ័សហើយយើងនឹងបន្តតាមដានរកការវិវត្តថ្មីៗយ៉ាងគៀកគិតបំផុតដើម្បីនាំយកព័ត៌មានពិតនិងទាន់ហេតុការណ៍មកជម្រាបជូនលោកអ្នកប្រសិនបើលោកអ្នកពេញចិត្តព័ត៌មាននេះសូមជួយចុច Subscribe និងជួយចែករំលែកបន្តអរគុណសូមគោរពលានិងជួបគ្នានៅប្រតិបត្តិព័ត៌មានក្រោយ